យោងតាមប្រវត្តិសាស្ត្រកម្ពុជានិងប្រវត្តិសាស្ត្រនៃពួកជំនុំកម្ពុជាបានកត់ត្រាឲ្យយើងដឹងថានៅចុងសម័យកាលនៃរាជធានីឧដុង្គនោះកម្ពុជាស្ថិតនៅក្រោមគំនាបរវាងប្រទេសពីសំណាក់ប្រទេសសៀមហើយនិងប្រទេសវៀតណាមនិងសៀមបានព្យាយាមដាក់គំនាបយ៉ាងធ្ងន់មកលើកម្ពុជាព្រះមហាក្សត្រនាសម័យកាលនោះគឺជាព្រះបាទសម្ដេចព្រះនរោត្តមដែលទ្រង់គឺជាព្រះរាជបុត្រនៃព្រះបាទសម្ដេចព្រះអង្គឌួងទ្រង់ក៏បានសម្រេចព្រះតីបដូរទីក្រុងពីរាជធានីឧដុង្គទៅតាំងនៅរាជធានីភ្នំពេញរហូតមកដល់សប្តាហ៍នេះគឺទ្រង់បានបដូររាជធានីនៅឆ្នាំ1863នៅឆ្នាំដដែលនោះទ្រង់ក៏បានសម្រេចព្រះតីឡាយប្រហោះលេខាទទួលបារាំងយកមកធ្វើជាអាណាព្យាបាលកម្ពុជាជាផ្លូវការគឺទ្រង់បានឡាយប្រហោះលេខានៅថ្ងៃទី11ខែសីហាឆ្នាំ1863ចាប់តាំងពីក្នុងកំឡុងពេលដែលបារាំងធ្វើជាអាណាព្យាបាលរបស់កម្ពុជាបារាំងមានសង្គ្រាមធំ2លើកជាមួយនឹងសៀមសង្គ្រាមធំទី1គឺនៅកើតឡើងនៅឆ្នាំ1893គឺជាសង្គ្រាមរវាងបារាំងសៀមដែលបារាំងព្យាយាមបណ្ដេញទ័ពសៀមចេញអំពីខេត្តមួយចំនួននៅភាគពាយ័ព្យដែលសៀមចូលមកគ្រប់គ្រងដោយកុសច្បាប់ហើយសង្គ្រាមនោះហើយដែលជាកត្តាធ្វើឲ្យបារាំងហើយនិងសៀមឈានដល់ដំណាក់កាលមួយគឺជាដំណាក់កាលចុះសន្ធិសញ្ញាកំណត់ខណ្ឌសីមាជាក់លាក់ជាមួយគ្នាដែលយើងហៅថាសន្ធិសញ្ញាបារាំងសៀមនៅឆ្នាំ1904 1907ចាប់តាំងពីការចុះសន្ធិសញ្ញាទទួលស្គាល់ព្រំដែនរវាងនគរទាំងពីរនោះមកនគរសៀមក៏លែងហ៊ានឈ្លានពានមកលើកម្ពុជាបន្តទៅទៀតនេះជាសង្គ្រាមលើកទី1ហើយប្រវត្តិសាស្ត្រនេះខ្ញុំបានលើកយកមកចែកចាយនៅក្នុងវីដេអូរបស់ខ្ញុំដែលខ្ញុំបានបង្ហោះពីប្រហែលថ្ងៃមុននេះបងប្អូនចង់ដឹងព័ត៌មានលម្អិតសូមអញ្ជើញចូលទៅមើលនៅក្នុងវីដេអូនោះតែខ្ញុំបានបង្ហោះរួចហើយសង្គ្រាមបារាំងសៀមលើកទី2គឺជាសង្គ្រាមដែលចាប់ផ្ដើមនៅក្នុងកំឡុងឆ្នាំ1940និង1941ក្នុងខណៈដែលប្រទេសបារាំងធ្លាក់ចុះដោយសារសង្គ្រាមលោកបានផ្ទុះឡើងនៅពេលនោះដូច្នេះសៀមឆក់ឱកាសនេះក៏លើកទ័ពចូលមកឈ្លានពានកម្ពុជាសាជាថ្មីលើកនេះសៀមបានឈ្លានពានចាប់យកខេត្តមួយចំនួននៅក្នុងភាគពាយ័ព្យនិងមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជាគឺសៀមបានចាប់យកខេត្តបាត់ដំបងខេត្តសៀមរាបឧត្តមខេត្តព្រះវិហារហើយនិងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងនៅពេលដែលសៀមបានយកជ័យជំនះលើទ័ពបារាំងហើយសៀមក៏ចាប់ផ្ដើមធ្វើនយោបាយលុបបំបត្តិអត្តសញ្ញាណខេត្តរបស់ខ្មែរគឺខេត្តបាត់ដំបងសៀមបានបដូរទៅជាខេត្តប្រាក់តាបុនដែលមានន័យថាព្រះតាបុនឯខេត្តសៀមរាបសៀមបានបដូរទៅជាបដូរឈ្មោះទៅជាខេត្តភីប៊ុនសង្គ្រាមដែលឈ្មោះនេះគឺជាឈ្មោះនៃនាយករដ្ឋមន្ត្រីរបស់សៀមនៅក្នុងសម័យនោះខេត្តព្រះវិហារឧត្តរមានជ័យហើយនឹងផ្នែកខ្លះនៃស្ទឹងត្រែងតាមដងទន្លេមេគង្គសៀមបានបញ្ចូលជាមួយនឹងខេត្តមួយនៃប្រទេសឡាវដែលពួកគេឈ្លានពានបានដែរនោះគេដាក់ឈ្មោះថាខេត្តចម្ប៉ាសាក់ដូច្នេះឧត្តរមានជ័យព្រះវិហារឧត្តរមានជ័យនិងផ្នែកខ្លះនៃស្ទឹងត្រែងត្រូវបដូរជាឈ្មោះចម្ប៉ាសាក់ខេត្តចម្ប៉ាសាក់ហើយក្នុងកំឡុងពេលដែលសៀមត្រួតត្រាខេត្តទាំងប៉ុន្មាននេះក្នុងកំឡុងពេលសង្គ្រាមលោកលើកទី2នោះ
សៀមបានប្រើប្រាស់ឈ្មោះនេះជាផ្លូវការរបស់ពួកគេហើយសៀមបានប្រើអំណាចដើម្បីចាប់ជនបរទេសដែលឈរនៅលើទឹកដីនេះឈរនៅលើខេត្តទាំងនេះចាប់យកទៅដាក់ឃុំនៅប្រទេសសៀមហើយបញ្ជូនទៅស្រុកកំណើតវិញនៅពេលនោះបេសកជនគ្រីស្ទានដែលឈរជើងនៅខេត្តទាំងនោះគឺត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ទីឃុំឃាំងនៅប្រទេសថៃហើយក៏បញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញឥឡូវនេះយើងស្លេះព្រឹត្តិការណ៍ភាគខាងលិចសិនយើងបែរទៅមើលព្រឹត្តិការណ៍ភាគខាងកើតនៃប្រទេសកម្ពុជានៅក្នុងកំឡុងសង្គ្រាមលោកលើកទី2ប្រទេសកម្ពុជាយើងប្រឈមនឹងការឈ្លានពានពីរផ្នែកមួយផ្នែកគឺជាការឈ្លានពានរបស់សៀមមួយផ្នែកទៀតជាការឈ្លានពានរបស់កងទ័ពជប៉ុននៅប៉ែកខាងកើតជប៉ុនមុននឹងចូលមកកាន់ប្រទេសកម្ពុជាមុននឹងបញ្ជូនទ័ពមកកម្ពុជាជប៉ុនបានចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសបារាំងនៅខែកញ្ញាឆ្នាំ1940គឺជាកិច្ចព្រមព្រៀងបញ្ជូនទ័ពជប៉ុនចូលមកស្រុកខ្មែរតែពុំមានធ្វើសឹកសង្គ្រាមជាមួយនឹងបារាំងដែលកំពុងតែឈរជើងនៅប្រទេសកម្ពុជានោះទេគឺជប៉ុនបានបញ្ជូនកងទ័ពចូលមកប្រមាណជា 6,000 ទៅ 8,000 នាក់នៅក្នុងសម័យនោះហើយនៅឆ្នាំ1941សម្ដេចព្រះបាទស៊ីសុវត្ថិមុនីវង្សដែលទ្រង់ជាមហាក្សត្រនៅក្នុងសម័យនោះទ្រង់ក៏សោយទីវង្គតទៅបារាំងក៏លើកតាំងសម្ដេចព្រះនរោត្តមសីហនុដែលទ្រង់ជារាជបុត្ររបស់អម្ចាស់សូរ៉ាមរិកហើយក៏ជាបុត្រសន្និសារបស់សម្ដេចព្រះបាទស៊ីសុវត្ថិមុនីវង្សផងដែរបារាំងលើកតាំងសម្ដេចព្រះនរោត្តមសីហនុឲ្យឡើងគ្រងរាជ្យជាស្ដេចបន្តពីព្រះបាទស៊ីសុវត្ថិមុនីវង្សនោះគឺក្នុងកាលដែលទ្រង់មានប្រជញ្ញ18ព្រះវស្សាបារាំងយល់ឃើញថាសម្ដេចព្រះនរោត្តមសីហនុទ្រង់មានវ័យនៅក្មេងហើយទ្រង់ប្រកាសជាមិនសូវខ្វល់ខ្វាយនឹងរឿងនយោបាយប្រទេសជាតិនោះទេដូច្នេះបារាំងនឹងមានការងាយស្រួលនៅក្នុងការបង្វិលព្រះអង្គឬក៏គ្រប់គ្រងព្រះអង្គនេះជាការយល់ខុសរបស់បារាំងនៅឆ្នាំ1945ជប៉ុនក៏បានបញ្ចុះបញ្ចូលសម្ដេចព្រះនរោត្តមសីហនុឲ្យទ្រង់បណ្ដេញបារាំងចេញពីទឹកដីកម្ពុជាចេញជាពិសេសគឺចេញពីសហព័ន្ធឥណ្ឌូចិនរបស់បារាំងជប៉ុនបានបញ្ចុះបញ្ចូលព្រះអង្គហើយឲ្យព្រះអង្គទាមទារឯករាជ្យចេញពីបារាំងដូច្នេះទីបំផុតបារាំងក៏ព្រមលុបចុះកិច្ចព្រមព្រៀងជាមួយនឹងជប៉ុនលុបចោលនៅសម្ព័ន្ធសហព័ន្ធឥណ្ឌូចិនរបស់ខ្លួនហើយដកទ័ពខ្លួនចេញពីឥណ្ឌូចិនទាំងអស់ចាក់ចេញពីប្រទេសកម្ពុជាឡាវហើយនិងវៀតណាមដូច្នេះនៅឆ្នាំនោះគឺនៅឆ្នាំ1945នោះប្រទេសកម្ពុជាក៏បានប្រកាសឯករាជ្យពីអាណានិគមរបស់បារាំងជាការប្រកាសឯករាជ្យលើកទី1មុននឹងសង្គ្រាមលោកលើកទី2បានបញ្ចប់គឺមុននឹងសហរដ្ឋអាមេរិកនាំសម្ព័ន្ធមិត្តបារាំងចូលមកស្រុកខ្មែរវិញចូលមកសហព័ន្ធឥណ្ឌូចិនវិញនៅក្រោយសង្គ្រាមលោកលើកទី2នៅក្នុងកំឡុងពេលដែលបារាំងដកចេញពីកម្ពុជានោះជប៉ុនបានចាប់ជនបរទេសយកទៅដាក់គុកហើយក៏ខ្លះក៏បញ្ជូនទៅកាន់ប្រទេសខ្លួនវិញបេសកជនដែលស្ថិតនៅប៉ែកខាងកើតដែលកំពុងតែរស់នៅក្នុងតំបន់ប៉ែកខាងកើតនៃប្រទេសកម្ពុជានោះក៏ត្រូវបានចាប់ខ្លួនពីសំណាក់កងទ័ពជប៉ុនផងដែរ
នៅថ្ងៃទី26 ខែមិថុនាឆ្នាំ1945អាមេរិកក៏បានបង្កើតអង្គការសហប្រជាជាតិមួយដែលមានចំនួន51ប្រទេសជាសមាជិកអង្គការនេះបង្កើតឡើងគឺដើម្បីនឹងបង្ក្រាបការឈ្លានពានផ្សេងដែលប្រទេសមួយឈ្លានពានទៅប្រទេសមួយទៀតអង្គការនោះហើយដែលមានឈ្មោះថា United Nations ដែលយើងហៅថាអង្គការ UN នៅក្នុងថ្ងៃទី2 កញ្ញា1945នោះសង្គ្រាមលោកលើកទី2ក៏ត្រូវបានបញ្ចប់ជាស្ថាពរអង្គការសហប្រជាជាតិអង្គការ UN នោះក៏បានបង្ខំឲ្យសៀមដកទ័ពចេញពីកម្ពុជាហើយជប៉ុនក៏ត្រូវដកទ័ពចេញពីសហព័ន្ធ Indochina បាទដកចេញពី Indochina ដូច្នេះសៀមក៏បង្ខំចិត្តខ្ជាក់ខេត្តទាំងប៉ុន្មានដែលសៀមបានដណ្ដើមយកពីដែលបានឈ្លានពានកម្ពុជានោះសៀមក៏សម្រេចចិត្តខ្ជាក់ទាំងបង្ខំប្រគល់មកឲ្យកម្ពុជាវិញជាធ្នូទៅនឹងសិទ្ធិចូលទៅក្នុងជាសមាជិកនៃអង្គការសហប្រជាជាតិនៅពេលនោះដូច្នេះអាមេរិកក៏បាននាំសម្ព័ន្ធមិត្តបារាំងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងសង្គ្រាមលោកនោះនាំចូលមកកម្ពុជាវិញហើយក៏បារាំងក៏ចាប់ផ្ដើមបន្តអាណាព្យាបាលរបស់ខ្លួននៅលើកម្ពុជាហើយក៏បន្តនៅអាណាព្យាបាលលើសហព័ន្ធ Indochina របស់ខ្លួនជាបន្តទៅទៀតនៅក្នុងឆ្នាំ1949គឺនៅក្នុងថ្ងៃទី4 ខែមិថុនាឆ្នាំ1949នោះបារាំងបានប្រគល់កូសាំងស៊ីនដែលជាកម្ពុជាក្រមរបស់យើងប្រគល់ឲ្យទៅយួនប្រគល់ឲ្យទៅវៀតណាមដូច្នេះកូសាំងស៊ីនការបាត់បង់កូសាំងស៊ីនរបស់យើងការបាត់បង់កម្ពុជាក្រមរបស់យើងគឺបារាំងជាអ្នកដែលប្រគល់ឲ្យទៅវៀតណាមដោយពុំមានការពិភាក្សាជាមួយនឹងព្រះមហាក្សត្រខ្មែរដោយពុំមានការព្រមព្រៀងពីព្រះមហាក្សត្ររបស់កម្ពុជាគឺបារាំងប្រគល់ដោយចិត្តខ្លួនឯងក្នុងនាមខ្លួនឯងជាអាណាព្យាបាលសម្ដេចព្រះបាទព្រះនរោត្តមសីហនុទ្រង់ក៏បានចាប់ផ្ដើមទាមទារឯករាជ្យសារជាថ្មីរហូតដល់បានសម្រេចឯករាជ្យប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីអាណាព្យាបាលរបស់បារាំងសារជាថ្មីនៅថ្ងៃទី9 ខែវិច្ឆិកាឆ្នាំ1953ដែលយើងតែងតែរំលឹកទិវាឯករាជ្យជាតិយើងរំលឹកទិវាឯករាជ្យជាតិគឺយើងរំលឹកនៅថ្ងៃទី9 វិច្ឆិកាឆ្នាំ1953នេះឯងជាថ្ងៃដែលសម្ដេចព្រះនរោត្តមសីហនុទ្រង់បានរំដោះខ្លួនចេញពីអាណានិគមរបស់បារាំងជាផ្លូវការនៅថ្ងៃទី3 ខែឧសភាឆ្នាំ1965ប្រទេសកម្ពុជាបានคล้ายទៅជាទីតាំងទ័ពរបស់សហរដ្ឋអាមេរិកដូច្នេះកម្ពុជារងគ្រោះថ្នាក់ដោយសារសង្គ្រាមរវាងអាមេរិកហើយនិងវៀតណាមដូច្នេះសម្ដេចនៃព្រះរាជាណាចក្រកម្ពុជាចំនួននោះទ្រង់ក៏បានសម្រេចព្រះតីបិទស្ថានទូតអាមេរិកផ្ដាច់ទំនាក់ទំនងចេញពីអាមេរិកហើយបណ្ដេញជនជាតិអាមេរិកឲ្យចេញពីកម្ពុជាចាក់ចេញពីកម្ពុជាដោយបង្ខំនៅថ្ងៃទី3 ឧសភាឆ្នាំ1965នៅពេលនោះឯងជនបរទេសទាំងអស់ត្រូវចាក់ចេញពីកម្ពុជាអ្នកបម្រើព្រះដែលបានវិលត្រឡប់មកកម្ពុជាក្រោយសង្គ្រាមលោកលើកទី2នោះក៏ត្រូវបានចាប់បញ្ជូនឲ្យត្រឡប់ទៅស្រុករបស់ខ្លួនវិញទាំងអស់ដូច្នេះពួកជំនុំនៅក្នុងកម្ពុជាបន្តរស់នៅដោយខ្លួនឯងបន្តទៅទៀតនេះគឺជាប្រវត្តិសាស្ត្រ
ដែលពាក់ព័ន្ធជាមួយនឹងនយោបាយហើយក៏ពាក់ព័ន្ធជាមួយនឹងស្ថានភាពនៃជីវិតពួកជំនុំដែលកំពុងតែមានកំណើតនៅក្នុងប្រទេសកម្ពុជាយើង